សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ស្រី Quick TV ជាថ្មីថ្ងៃនេះ admin សូមលើកយកនៅសាច់រឿងមួយដែលមានចំណងជើងថា The Call of the Wild រឿងនេះដែរសម្រាប់អ្នកដែលចូលចិត្តសត្វទៅណាគឺត្រូវមាច់ទៀតដែរបងប្អូនឥឡូវនេះតោះទៅតាមដានទស្សនាជាមួយ admin ទាំងអស់គ្នាណាផ្ដើមចេញពីសត្វឆ្កែមួយក្បាលឈ្មោះថា Bug ដែលជាប្រភេទសត្វឆ្កែដ៏ធំមួយមានអាយុ4ឆ្នាំហើយជីវិតរបស់វាគឺរស់នៅប្រកបដោយស៊ីវិល័យដែលមានម្ចាស់ជាចៅក្រមឈ្មោះថា Miller រស់នៅឯរដ្ឋ California សហរដ្ឋអាមេរិក Bug គឺជាប្រភេទសត្វឆ្កែដែលមានតម្លៃថ្លៃបំផុតដែលចៅក្រម Miller បានចិញ្ចឹមយ៉ាងណាក៏ដោយគាត់ជួនអីនៅក្នុងអំឡុងពេលនោះមាសក៏ត្រូវបានគេរកឃើញនៅក្នុងតំបន់ទឹកកកភាគខាងជើងហើយឆ្កែដែលមានទំហំធំៗក៏បានคล้ายទៅជាសត្វដ៏មានតម្លៃយ៉ាងខ្លាំងពីព្រោះប្រភេទសត្វឆ្កែទាំងនោះគឺត្រូវបានប្រើប្រាស់សម្រាប់អូសរទេះទឹកកកដឹកសម្ភារៈធ្ងន់ៗនិងឆ្លងកាត់វាលព្រិលដ៏ជ្រៅជ្រៅជារឿងមួយដែលគួរឲ្យសោកស្ដាយសម្រាប់បាកណាគឺអ្នកបម្រើម្នាក់របស់ចៅក្រម Miller ដែលជាអ្នកញៀននិងល្បែងផងនោះគាត់ក៏បានលួចយកបាកហ្នឹងទៅលក់ឲ្យក្រុមចោរដែលរកលុយបានយ៉ាងច្រើនដោយការជួញដូរសត្វឆ្កែទៅកាន់ឈ្មួញនៅតំបន់ភាគខាងជើងហ្នឹងវាជាពេលមួយដែលបាកត្រូវឃ្លាតឆ្ងាយចេញពីម្ចាស់របស់ខ្លួនគ្មានថ្ងៃអាចវិលត្រឡប់វិញយ៉ាងណាក៏ដោយបាកនៅតែមិនទាន់សម្របខ្លួនឲ្យដូចទៅនឹងសត្វឆ្កែដទៃនោះទេដោយវាមិនអាចទ្រាំទ្ររួចទៅនឹងការចាប់ចងនិងវាយដំពីសំណាក់ក្រុមឈ្មួញបាកបានប្រយុទ្ធតតាំងនឹងស្ថានភាពនោះតែការខិតខំរបស់វាក៏បានคล้ายទៅជាអាសាបង់ដូច្នេះវាក៏បានរៀនសម្របខ្លួនទៅនឹងស្ថានភាពថ្មីនេះទោះបីជាចិត្តវានៅស្ទាក់ស្ទើរក៏ដោយបន្ទាប់ពីធ្វើដំណើរអស់រយៈពេលជាច្រើនថ្ងៃទាំងដែលនៅលើរថភ្លើងផងនិងនៅលើទូកផងនោះបាកបានដឹងថាវាកំពុងតែស្ថិតនៅក្នុងព្រៃនៅក្នុងតំបន់ភាគខាងជើងហើយវាក៏បានរៀនសម្របខ្លួនទៅនឹងបរិយាកាសថ្មីនោះបានយ៉ាងឆាប់រហ័សបាកបានដាច់ខ្សែចំណងកដែលក្រុមឈ្មួញបានចងនិងដឹកទៅដល់ទីនោះពេលនោះកប់ជួនអីវាបានដើរបុកប៉ះទង្គិចនឹងលោកចនដែលជាបុរសចំណាស់ម្នាក់ក្នុងតួអង្គជាម្ចាស់ថ្មីដ៏ល្អរបស់វាចនបានជ្រុះម៉ូនីកាហើយបាកបានពំវាទៅឲ្យចនវិញជិតដល់កំពង់ផែឡើងទូកនៅពេលដែលបាកបានដើរសម្ដៅទៅជួបចនដោយការផ្លុំខ្យល់ឮសំឡេងម៉ូនីកាទើបចនដឹងថាខ្លួនបានជ្រុះម៉ូនីកាហើយក៏ទទួលវាពីបាកពេលនោះហើយចនក៏ចាប់ផ្ដើមស្គាល់ឈ្មោះបាកដោយសារក្រុមឈ្មួញបានដើរតាមរកឃើញបាកហើយក៏តាក់កដោយខ្សែចំណងដើម្បីយកទៅកន្លែងលក់ឆ្កែលោក Perul អ្នកទិញសម្បុត្រនៅលើភ្នំតកកបានក្រឡេកមើលឃើញបាកហើយក៏សម្រេចចិត្តទិញវាដោយសារឃើញថាវាមានមាឌធំនិងមានកម្លាំងខ្លាំងហើយបាកក៏ទទួលបានម្ចាស់ថ្មីដោយធ្វើដំណើរនៅក្នុងនាមជាអ្នកជួយអូសរទេះលក់សម្បុត្រពីពេលនោះទៅPerul បានពន្យល់ប្រាប់បាកដោយឲ្យបាករត់តាមឆ្កែអ្នកដឹកនាំប្រទេសឈ្មោះថា Speed និងបានប្រាប់ទិសដៅដែលត្រូវទៅថ្ងៃដំបូងនៃការងារនោះបាកហាក់មិនទាន់ស៊ាំទៅនឹងការងារនោះទេវាស្ទើរតែធ្វើមិនបានទាល់តែសោះបាកមិនអាចផ្សំខ្លួនទៅនឹងអាកាសធាតុត្រជាក់នៅលើភ្នំតកកបានដូច្នេះវាបានលួចចូលទៅដេកនៅក្នុងតង់របស់ម្ចាស់វាដោយរុញម្ចាស់ស្រីរបស់វាចេញទៅក្រៅហើយក៏ត្រូវម្ចាស់វាដេញឲ្យចេញទៅដេកនៅខាងក្រៅវិញនៅយប់នោះវាក៏ចាប់ផ្ដើមស្គាល់ខ្លួនឯងបណ្ដើរដោយវាតែងតែឃើញឆ្កែចចកពណ៌ខ្មៅធំមួយជានិច្ចនៅពេលមានរឿងឬមានបញ្ហាអ្វីមួយតាមពិតទៅរូបភាពសត្វឆ្កែចចកខ្មៅធំនោះប្រៀបដូចជាគេចង់បង្ហាញប្រាប់វាថាវាគឺមានអំណាចថាមពលខ្លាំងពីកំណើតគ្រាន់តែវាមិនទាន់ចេះប្រើតែប៉ុណ្ណោះបាកបានចាប់ផ្ដើមចេះសម្របខ្លួនអាចដេកនៅនឹងកន្លែងត្រជាក់បានដូចទៅនឹងឆ្កែដទៃអាចធ្វើការជាក្រុមអូសរទេះដឹកសម្បុត្រអាចរស់នៅដោយគ្មានចំណីអាហារបានដោយពឹងផ្អែកទាំងស្រុងទៅលើភាពជាដើមកំណើតរបស់វាភាពឆ្លាតវៃនិងសភាវគតិជាសត្វរបស់វាមិនយូរប៉ុន្មានបាកបានសម្របខ្លួនយ៉ាងល្អប្រសើរទៅនឹងជីវិតនៅលើភ្នំតកកនិងបានយល់អំពីការដឹកនាំពិសេសគឺការធ្វើការងារជាក្រុមនៅក្នុងការងារអូសរទេះដឹកសម្បុត្រនៅលើភ្នំតកកនោះបាកបានលះបង់ជីវិតរបស់ខ្លួនដោយហក់ចូលទៅក្នុងទឹកក្រោមផ្ទាំងទឹកកកដ៏ក្រាស់និងកំពុងហូរយ៉ាងលឿនដើម្បីជួយជីវិតម្ចាស់ស្រីរបស់វាដែលនាងកំពុងដើរមើលកម្រាស់ទឹកកកថាអាចរត់រទេះបានប៉ុណ្ណាតាំងពីពេលនោះមកណាម្ចាស់ស្រីវាគឺចាប់ផ្ដើមមានចិត្តស្រឡាញ់ចូលចិត្តបាកនិងបានធ្វើឲ្យ Speed ជាឆ្កែនាំមុខគេក្នុងការងារអូសរទេះទឹកកកកើតចិត្តច្រណែនបើនិយាយអំពី Speed វាជាឆ្កែដឹកនាំក្រុមដែលមានចិត្តផ្ដាច់ការ
ហើយឆ្កែទាំងអស់នៅក្នុងក្រុមហ្នឹងគឺត្រូវតែខ្លោបខ្លាចវាយប់នោះដែរបាកបានឃើញទន្សាយទឹកកកមួយក្បាលហើយវាក៏បានរត់ដេញចាប់ធ្វើឲ្យផ្អើលដល់ក្រុមឆ្កែទាំងអស់ដេញតាមនៅទីបំផុតបាកបានចាប់បានទន្សាយនោះបានដោយងាយតែអ្វីដែលជាការកត់សម្គាល់បាកមិនបានសម្លាប់សត្វទន្សាយនោះធ្វើជាចំណីទេគឺវាប្រឡែងឲ្យទន្សាយនោះរត់ចូលទៅក្នុងព្រៃវិញក៏ប៉ុន្តែ Speed ក៏បានហក់មកសម្លាប់ទន្សាយនោះនិងបានចាប់ផ្ដើមបើកការប្រយុទ្ធជាមួយនឹងបាកដោយក្នុងចិត្តពោពេញទៅដោយក្តីច្រណែននិងបង្ហាញអំពីភាពអង់អាចក្លាហានបាកណាគឺហាក់ចាញ់ច្រាប Speed ដោយសារវាពុំមានបទពិសោធន៍ក្នុងការប្រយុទ្ធជាពិសេសបាកគឺមានចិត្តជាអ្នកដឹកនាំពោលគឺមានចិត្តធម៌តែម្ដងមិនខំតបតវិញទេគ្រាន់តែប្រើកម្លាំងរុញច្រាន Speed ឲ្យចេញឆ្ងាយពីខ្លួនប៉ុណ្ណោះតែលទ្ធផលនៃការប្រយុទ្ធនោះគឺបាកទទួលបានជ័យជំនះទៅលើ Speed ហើយ Speed ក៏បានសម្រេចចិត្តដើរចេញពីក្រុមទាំងក្នុងយប់ដែលខ្លួនប្រយុទ្ធនោះនៅពេលព្រឹកថ្ងៃបន្ទាប់បាកក៏បានក្លាយជាឆ្កែនាំមុខនៅក្នុងក្រុមក្នុងការអូសរទេះទឹកកកក្រោយ Speed បានចាក់ចេញពីក្រុមនៅក្នុងតំណែងជាអ្នកដឹកនាំបាកបានបង្ហាញឲ្យគេឃើញថាវាជាសត្វឆ្កែដ៏ពូកែនិងពូកែជាងសត្វឆ្កែដទៃទៀតដូច្នេះបាកក៏ទទួលបានការកោតសរសើរពីម្ចាស់របស់វាគឺលោក Pirol ដែលធ្វើឲ្យបាកបានបំពេញភារកិច្ចយ៉ាងល្អប្រសើរចំពោះការងាររបស់ខ្លួនការងារដ៏អស្ចារ្យបំផុតដំបូងរបស់បាកនឹងគឺវាបានដឹកនាំជួយសង្គ្រោះឆ្កែទាំងក្រុមនិងម្ចាស់ទាំងពីររបស់វាឲ្យរួចផុតពីគ្រោះថ្នាក់នៃការបាក់រលំផ្ទាំងទឹកកកនៅលើកំពូលភ្នំតាំងពីពេលនោះមកធ្វើឲ្យបាកកាន់តែទទួលបាននូវការស្រឡាញ់ជឿទុកចិត្តនិងបំពេញការងារបានយ៉ាងល្អជាបន្តបន្ទាប់ក្រោយពីការងារដឹកជញ្ជូនសម្បត្តិត្រូវបានបញ្ឈប់ពីលោក Pirol លោក Pirol ក៏ត្រូវបានតម្រូវឲ្យលក់ក្រុមឆ្កែទាំងអស់និងត្រូវត្រឡប់ទៅភូមិកំណើតរបស់ខ្លួនវិញម្ចាស់ថ្មីរបស់បាកគឺជាជនជាតិ Scot ជាបុរសម្នាក់ដែលធ្វើការដោយពុំសូវគិតពីកម្លាំងរបស់ក្រុមឆ្កែរបស់ខ្លួនឡើយពិសេសគឺបាកដែលជាអ្នកដឹកនាំក្រុមដែលធ្វើឲ្យបាកនិងឆ្កែដទៃទៀតស្ទើរតែទ្រាំទ្រនឹងការងារមិនបានទោះបីជាយ៉ាងណាក៏ដោយបាកក៏នៅតែអាចរស់រានមានជីវិតបានទោះបីជាវាបាត់បង់ទម្ងន់យ៉ាងច្រើនក្តីដោយទទួលបានការជួយពី John Thornton ដែលធ្លាប់ត្រូវបានបាកជួយក្នុងការរត់ជញ្ជូនសម្បត្តិកាលពីក្រុមរបស់វានៅរត់សម្បត្តិជាមួយម្ចាស់ចាស់ John Thornton ណាបានដឹកជញ្ជូនបាកទៅសម្រាប់ព្យាបាលនៅឯផ្ទះរបស់ខ្លួនរហូតដល់វាដឹងខ្លួនឡើងវិញដោយសារតែអសមត្ថភាពម្ចាស់ថ្មីរបស់បាកទាំង3គឺ Charles Hall និង Mercedes ការធ្វើដំណើរកម្សាន្តរបស់ពួកគេត្រូវបានបោះបង់ចោលកណ្ដាលទីក្រោយបានជួបព្យុះទឹកកកនិងវង្វេងផ្លូវហើយពួកគេទាំងអស់បូកផ្សំនឹងក្រុមឆ្កែផងបានលិចលង់ទៅក្នុងព្យុះទឹកកកនៅពេលបាកដឹងខ្លួនឡើងវិញវាហាក់បង្ហាញអារម្មណ៍នឹករលឹកព្រួយបារម្ភទៅនឹងអតីតសមាជិកក្រុមរបស់ខ្លួនតែគ្រប់យ៉ាងវាបានហួសទៅហើយដោយវាគ្រាន់តែលូបង្ហាញជាសញ្ញាប៉ុណ្ណោះនៅយប់នោះ John Thornton បានចាក់ចែងទៅកាន់រាងកាសាលមួយកន្លែងដោយក្នុងខ្លួនហាក់ពោពេញទៅដោយទុក្ខកង្វល់បាកបានដើរតាមក្រោយតាមរកលោក John Thornton ដោយឃើញគាត់កំពុងផឹកស្រាម្ចាស់ថ្មីរបស់បាកដែលបរាជ័យក្នុងការដឹកជញ្ជូននិងដំណើរកម្សាន្តរបស់ខ្លួនបានស្វែងរក John Thornton សងសឹកនិងបានទម្លាក់កំហុសនៃភាពបរាជ័យរបស់ខ្លួនគ្រប់យ៉ាងទៅលើលោក John Thorntonនៅពេលនោះបាកបានបោលសម្ដៅចូលទៅដើម្បីជួយលោកថនថនតុនតែត្រូវបានអ្នកនៅក្នុងនោះចាប់ចងឃាត់នៅទីបញ្ចប់ម្ចាស់ថ្មីរបស់បាកដែលចូលមកអុកឡុកនោះត្រូវបានម្ចាស់រាងកាសាលដកហូតកំភ្លើងនិងបណ្ដេញចេញទៅក្រៅបាកបានដឹងថាលោកចនថនតុនកំពុងផឹកស្រាហើយវាមានអារម្មណ៍ថាលោកចនថនតុនដែលវាគិតថាជាម្ចាស់ថ្មីដ៏ល្អរបស់ខ្លួននោះគឺផឹកស្រាដោយសារការនឹករលឹកកូនចៅរបស់ខ្លួនពេលនោះដែរបាកក៏បានព្យាយាមមិនឲ្យលោកចនថនតុនផឹកស្រាតទៅទៀតលោកចនថនតុនបានសម្រេចរៀបចំផែនការក្នុងការធ្វើដំណើរផ្លូវឆ្ងាយដើម្បីឆ្ពោះទៅរកសាច់ញាតិរបស់ខ្លួនជាមួយនឹងបាកទាំងយប់ទាំងថ្ងៃឆ្លងតាមផ្លូវទឹកដ៏វែងអន្លាយយ៉ាងណាក៏ដោយម្ចាស់ចាស់របស់បាកដែលមានគំនុំជាមួយនឹងចនថនតុននៅតែតាមសងសឹកចំពោះការខាត់បង់និងបរាជ័យរបស់ខ្លួនដដែលនិយាយពីចនថនតុននិងបាកវិញពួកគេបានធ្វើដំណើរដ៏វែងឆ្ងាយរហូតទៅដល់ក្នុងព្រៃមួយកន្លែងដែលមានទេសភាពដ៏ស្រស់ត្រកាលនិងមានខ្ទមមួយកន្លែងសម្រាប់ស្នាក់នៅដែលត្រូវបានគេបោះបង់ចោលជាយូរមកហើយពួកគេទាំងពីរបានចំណាយពេលរៀបចំខ្ទមថ្មីនោះ
ដើម្បីស្នាក់នៅចនថនតុនបានរើកកាយបានដបស្រាមួយបាកបានដឹងថានោះគឺជាដបស្រាហើយវាមិនចង់ឲ្យលោកចនថនតុនផឹកទៀតទេឃើញដូច្នោះលោកចនថនតុនបានយកវាទៅលាក់នៅនឹងប្រឡោះឈើដំបូលហើយប្រាប់បាកថាដបស្រានោះវាគឺជារបស់គាត់មិនយូរប៉ុន្មានពួកគេបានរៀបចំខ្ទមថ្មីនោះរួចរាល់និងសម្រាប់ក្រោយធ្វើដំណើរតាមផ្លូវដ៏វែងឆ្ងាយយប់នោះបាកបានឮសំឡេងឆ្កែព្រៃលូជាលើកដំបូងវាមានអារម្មណ៍ភ័យខ្លាចហើយក៏ខិតជិតទៅដេកក្បែរទៅនឹងចនថនតុនលុះព្រឹកថ្ងៃបន្ទាប់លោកចនថនតុនបានចុះងូតទឹកដែលហូរនៅពីមុខខ្ទមដែលពួកគេស្នាក់នៅហើយគប់ជួនអីលោកចនថនតុនបានក្រឡេកមើលឃើញទឹកនោះគឺមានដុំមាសតូចមួយនិងបានរើសមកហើយលើកមកបង្ហាញប្រាប់បាកថានោះគឺជាដុំមាសដែលមានតម្លៃបន្តមកទៀតណាលោកចនថនតុនក៏បានយកថាសរែងដុំមាសនឹងមករែងដោយរកបានជាបន្តបន្ទាប់បាកក៏បានជួយរើសដុំមាសនោះដែរតែលើកដំបូងវាបានជ្រមុជពំដុំថ្មមកបង្ហាញលោកចនថនតុនតែចនថនតុនបានលើកបង្ហាញប្រាប់ថាដុំមាសគឺមានពណ៌ក្រហមដូចនេះបាកក៏ទម្លាក់ដុំថ្មនោះចោលដោយជ្រមុជរើសម្ដងទៀតតែលើកទី2នេះវារើសបានដុំមាសមួយយ៉ាងធំមកបង្ហាញលោកចនថនតុនតែលោកមិនបានមើលថាបាកបានកំពុងពំអ្វីឲ្យប្រកាសទេបាកក៏បានទម្លាក់ដុំមាសចូលទៅក្នុងទឹកនោះវិញកំពុងតែរកមាសបណ្ដើបាកក៏បានក្រឡេកឃើញឆ្កែចចកពណ៌សមួយរត់កាត់លោកចនថនតុនបានប្រាប់បាកឲ្យចេញទៅរត់លេងដោយវាបានរត់តាមឆ្កែចចកនោះដល់ព្រៃជ្រៅហើយបានជួបខ្លាឃ្មុំធំមួយដែលស្ទាក់ផ្លូវទោះបីជាយ៉ាងណាបាកនៅតែបន្តរត់ទៅរកឆ្កែចចកនោះនិងបានជួបគ្នានៅក្នុងព្រៃដោយឆ្កែចចកសនោះហាក់បង្ហាញអារម្មណ៍ខ្លាចនិងហាក់ដូចជាអៀនព្រាននឹងបាកផងដោយគ្រាន់តែបន្សល់ទុកនៅស្នាមជើងបាកបានសម្លឹងមើលស្នាមជើងរបស់ឆ្កែចចកនោះឃើញថាវាដូចគ្នាទៅនឹងស្នាមជើងរបស់ខ្លួនលុះពេលល្ងាចក៏មកដល់ខ្ទមវិញបាកបានចាប់ផ្ដើមមានអារម្មណ៍នឹកដល់ឆ្កែចចកសនោះដោយមិនសូវចាប់អារម្មណ៍ទៅនឹងមជ្ឈដ្ឋានដែលវាកំពុងរស់នៅជាមួយនឹងចនថនតុនដូចមុនទេវាប្រៀបដូចជាបាកកំពុងតែលងស្រឡាញ់ឆ្កែចចកនោះនឹងឯងព្រឹកឡើងចនថនតុនបានក្រោកឡើងតែពុំបានឃើញបាកនៅក្បែរលោកដូចមុនទេតាមពិតទៅបាកបានលួចទៅតាមឆ្កែចចកសដែលវាបានជួបកាលពីម្សិលមិញនោះហើយក្រុមឆ្កែចចកកំពុងតាមចាប់ជ្រូកព្រៃដោយសមាជិកមួយក្រុមនៃឆ្កែចចកបានធ្វើប្រហែសធ្លាក់ចូលទៅក្នុងទឹកកំពុងហូរទៅតាមទឹកជ្រោះហើយទៅនឹងគល់ឈើមួយបាកបានចេញមុខទៅជួយដោយប្រើកម្លាំងអូសគល់ឈើនោះដោយសារតែបាកមានមាឌធំហើយមានកម្លាំងខ្លាំងទីបញ្ចប់ឆ្កែចចកនោះក៏ត្រូវបានសង្គ្រោះហើយក្រុមចចកក៏ចាប់ផ្ដើមស្គាល់បាកហើយពួកគេក៏បានរត់លេងជាមួយគ្នាយ៉ាងសប្បាយរីករាយបាកបានរៀនចាប់ចំណីនៅក្នុងព្រៃជាមួយក្រុមឆ្កែចចកទាំងនោះដោយគេចាប់បានមាន់ព្រៃមួយហើយបានពំវាយកទៅឲ្យចនថនតុនយប់នោះពួកគេបានចម្អិនមាន់ព្រៃនោះដើម្បីបរិភោគនៅថ្ងៃបន្ទាប់ទៀតបាកបានចូលរួមជាមួយនឹងក្រុមឆ្កែចចកបន្តដោយលើកនេះវាបានដេញចាប់ត្រីធំនិងបានចាប់យកត្រីធំមួយយកទៅឲ្យលោកចនថនតុនដើម្បីធ្វើជាអាហារបាកបានសម្របខ្លួនរស់នៅក្នុងព្រៃយ៉ាងលឿនបំផុតដោយមានក្តីសុខជាពិសេសវាបានដើរជាមួយនឹងក្រុមឆ្កែព្រៃដោយវាបានសម្គាល់អំពីធម្មជាតិនៃសត្វឆ្កែដែលរស់នៅក្នុងព្រៃយ៉ាងលឿនចំណែកឯលោកចនថនតុនឯនោះវិញគឺនៅតែអង្គុយរង់ចាំបាកនៅខ្ទមតែម្នាក់ឯងជាមួយនឹងអាហារដែលបាកបានពំមកឲ្យលោកជារៀងរាល់ថ្ងៃនោះនៅពេលដែលដឹងថាយប់ហើយបាកក៏បានភ្ញាក់ខ្លួនហើយក៏ត្រូវទៅខ្ទមជាមួយនឹងម្ចាស់ដ៏ល្អរបស់ខ្លួនវិញនៅពេលដែលទៅដល់ខ្ទមវិញបាកបានឃើញលោកចនថនតុនកំពុងអង្គុយលើដំបូលខ្ទមតែម្នាក់ឯងវាក៏រត់សម្ដៅទៅតាមឡើងទៅលើដំបូលហើយក៏បានសង្កេតឃើញថាម្ចាស់របស់ខ្លួនកំពុងតែកាន់ដបស្រាដែលលោកបានរើសបានកាលពីមកដល់ខ្ទមលើកដំបូងនោះឃើញដូច្នោះលោកចនថនតុនបានចាក់ស្រាចោលដោយសារតែលោកដឹងថាបាកមិនចង់ឲ្យលោកផឹកស្រាទៀតទេព្រឹកឡើងឆ្កែចចកសក៏បានមករកបាកដល់ខ្ទមតែម្ដងហើយលោកចនថនតុនបានប្រាប់ឲ្យបាកទៅលេងដោយប្រុងប្រយ័ត្ននិងចេះថែរក្សាសុវត្ថិភាពខ្លួនឯងហើយវាក៏រត់ចេញទៅជាមួយនឹងឆ្កែចចកសនោះបាត់ទៅលោកចនថនតុនចង់ដឹងថាតើបាកទៅដល់ទីណារស់នៅបែបម៉េចលោកក៏បានដើរតាមមើលពីដំណើររបស់បាក
លោកបានឃើញថាបាកគឺរស់នៅយ៉ាងមានក្តីសុខជាមួយនឹងឆ្កែចចកសទាំងនោះនិងគិតថាបាកគួរតែត្រូវរស់នៅក្នុងព្រៃជាមួយសត្វទាំងនោះហើយលោកក៏បានត្រឡប់មកខ្ទមវិញនិងបានរៀបចំសម្ភារៈដើម្បីធ្វើដំណើរទៅកាន់គោលដៅរបស់លោកតែម្នាក់ឯងដោយឡែកដុំមាសទាំងឡាយដែលលោកបានខិតខំប្រមូលទាំងអម្បាលម៉ានលោកបានបោះវាចោលចូលទៅក្នុងទឹកវិញនិងបានរក្សាទុកដុំមាសតែប៉ុន្មានដុំដាក់តាមខ្លួនប៉ុណ្ណោះហើយបានប្រាប់បាក់ថាវាដល់ពេលដែលគាត់ត្រូវទៅនិងបាននិយាយថាគាត់មិនត្រូវការបាក់ធ្វើដំណើរទៅជាមួយគាត់ទេព្រោះបាក់ត្រូវរស់នៅក្នុងជីវិតធម្មជាតិរបស់វាបន្ទាប់ពីវាបានលេងជាមួយនឹងឆ្កែព្រៃរួចហើយបាក់ក៏បានត្រឡប់ទៅកាន់ជម្រករបស់ក្រុមឆ្កែចចកសក្នុងព្រៃវិញជាមួយនឹងទឹកមុខក្រៀមក្រំណាស់នៅយប់នោះអតីតម្ចាស់មានចិត្តកំណាចរបស់បាក់ដែលនៅតែចងចិត្តតាមព្យាបាទលោកចនថនតុនក៏បានធ្វើដំណើរទៅដល់ខ្ទមដែលលោកចនថនតុនស្នាក់នៅដោយបាញ់កំភ្លើងពីចម្ងាយធ្វើឲ្យលោកចនថនតុនភ្ញាក់ខ្លួននិងធ្វើឲ្យធ្លាក់ចង្គៀងប្រេងកាតពីដៃខ្ទាតទៅឆេះមួយផ្នែកនៃខ្ទមហើយស្នូរកំភ្លើងនោះក៏បានលាន់លឺទៅដល់បាកដែលកំពុងតែដេកបាកទទួលអារម្មណ៍ថាម្ចាស់របស់វាកំពុងតែជួបគ្រោះថ្នាក់ក៏សម្រេចចិត្តរត់ចេញពីព្រៃមកខ្ទមដែលលោកចនថនតុនកំពុងស្នាក់នៅនិយាយពីចនថនតុនវិញលោកបានតតាំងជាមួយនឹងមនុស្សកំណាចនោះតែអកុសលដោយសារគាត់មានវ័យចំណាស់ផងគាត់ក៏ត្រូវបានគេបាញ់ត្រូវមួយគ្រាប់លោកចនថនតុនបានយកមាសប៉ុន្មានដុំដែលខ្លួនបានរក្សាទុកដើម្បីធ្វើដំណើរទៅមុខបន្តបាចទៅឲ្យអតីតមនុស្សកំណាចនោះហើយប្រាប់ថាយកវាទៅទាំងអស់ទៅក៏ប៉ុន្តែដុំមាសទាំងនោះពុំបានស្កប់ចិត្តរបស់គេឡើយគេនៅតែចង់ចិត្តចង់បាញ់សម្លាប់លោកចនថនតុនដដែលតែត្រូវបានបាកហក់មកជួយទាន់ដោយវាបានហក់យកកំភ្លើងចេញពីដៃរបស់មនុស្សកំណាចនោះបាកបានតស៊ូក្នុងការប្រយុទ្ធចុងក្រោយវាក៏បានប្រើកម្លាំងរបស់ខ្លួនរុញច្រានមនុស្សកំណាចនោះចូលទៅក្នុងខ្ទមដែលកំពុងឆេះហើយគេក៏ស្លាប់ក្នុងភ្នក់ភ្លើងនៅយប់នោះតែម្ដងបាកបានរត់សម្ដៅទៅរកលោកចនថនតុនកំពុងដេកអោបពោះដែលត្រូវគ្របកំភ្លើងរបស់ខ្លួនបន្ទាប់មកវាក៏បានរត់ទៅป้อมរូបថតកូនរបស់លោកចននិងម៉ូនីកាឲ្យលោកចនថនតុននៅក្នុងដង្ហើមចុងក្រោយវាជាពេលវេលាដ៏ក្រៀមក្រំមួយដែលលោកត្រូវស្លាប់ហើយដេកនៅលើឆ្កែសំណប់ចិត្តរបស់ខ្លួនបន្ទាប់ពីលោកចនថនតុនបានស្លាប់ណាស់អ្នកទាំងអស់គ្នាបាកបានចាប់ផ្ដើមរស់នៅប្រកបដោយសេរីភាពជាមួយនឹងដៃគូរបស់វាគឺឆ្កែចចកសនៅក្នុងព្រៃនោះហើយវាក៏បានចូលរួមក្នុងនាមជាក្រុមឆ្កែចចកព្រៃនិងបានក្លាយទៅជាមេដឹកនាំទៅលើសត្វឆ្កែចចកព្រៃទាំងអស់និងបានបន្តពូជកើតកូនកើតចៅជាមួយឆ្កែចចកសនោះតទៅបាកបានរស់នៅដោយគ្មានភាពភ័យខ្លាចក្លាហាននិងក្លាយទៅជាឈាមថ្មីនៃឆ្កែចចកព្រៃដែលមានវត្តមានរហូតដល់បច្ចុប្បន្នបាកតែងតែដឹកនាំក្រុមឆ្កែចចករបស់ខ្លួនដើម្បីចាប់សត្វតែវានៅតែចងចាំលោកចនថនតុនម្ចាស់ដ៏ល្អរបស់ខ្លួនរាល់ពេលដែលវារត់ទៅរកចំណីឆ្លងកាត់ក្បែរខ្ទមដែលឆេះនោះជាមួយនឹងការមើលឃើញនៅភាពអង់អាចក្លាហានពីក្នុងវិញ្ញាណរបស់វាគឺជាស្ដេចឆ្កែចចកពណ៌ខ្មៅដ៏អង់អាចក្លាហានដូច្នេះហើយសាច់រឿងរបស់យើងក៏បានដល់ទីបញ្ចប់ដែរអ្នកទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាទទួលបានអ្វីខ្លះអំពីសាច់រឿងមួយនេះអដមីនសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលចិត្តក៏ដូចជាគាំទ្របន្តទៀតនៅការសម្រាយរឿងរបស់ admin ហើយបើសិនជាចូលចិត្តសាច់រឿងបែបប្រភេទអ្នកស្រឡាញ់សត្វបងប្អូនទាំងអស់គ្នាអាច comment នៅខាងក្រោមបានណាជួបគ្នានៅវីដេអូក្រោយៗបន្តទៀតបាយបាយ